កូននៃសំណោចជាច្រើនឆ្នាំបានកន្លងផុតទៅគ្មានអ្វីបានប្រសើរឡើងសោះមនុស្សនៅតែមានចិត្តខូខើនិងការសាហាវចំពោះគ្នាទៅវិញទៅមកពួកគេនៅតែមានការឈឺថ្កាត់ហើយស្លាប់ផែនដីរបស់ព្រះជាម្ចាស់នៅតែពេញទៅដោយការយំសោកវាមិនគួរណាคล้ายតែជាបែបហ្នឹងសោះប៉ុន្តែព្រះជាម្ចាស់បានរៀបចំផែនការរួចហើយដើម្បីធ្វើការនេះព្រះអង្គនឹងកែកំហុសឲ្យមកជាត្រូវវិញហើយទ្រង់នឹងធ្វើការនេះតាមរយៈគ្រួសារមួយព្រះជាម្ចាស់មានបន្ទូលសួរលោកអាប់រ៉ាហាំថាតើមានកាយប៉ុន្មាននៅលើមេឃព្រះអង្គចង់ប្រាប់មិត្តសម្លាញ់របស់ទ្រង់ពីការអាត់កំបាំងដ៏អស្ចារ្យមួយលោកអាប់រ៉ាហាំក៏មូលដែលអាវឡើងទាំងឆ្លើយតបថាខ្ញុំសូមមើលបន្តិចសិនតើអ្នកដែលសាក់លបងរាប់កាយឬទេបើធ្លាប់អ្នកនឹងដឹងថាពិបាកយ៉ាងណាហើយលោកអាប់រ៉ាហាំក៏រាប់993 994 997អូទេចាំបន្តិចសិន1 2ប្រកាសណាស់គាត់នៅតែមានការច្រឡំតួលេខក្នុងការរាប់កាយហើយគាត់ក៏លាន់មាត់ថាអូវាច្រើនពេកណាស់ខ្ញុំរាប់មិនអស់ទេទាយមើលទៅព្រះជាម្ចាស់សោចរួចមានបន្ទូលថាយើងនឹងឲ្យឯងបង្កើតកូនចៅនិងចៅទួតបានច្រើនអ្នកថែមទៀតដែលឯងមិនអាចរាប់គេបានសោះឡើយលោកអាប់រ៉ាហាំអស់សំណោចនឹងគំនិតដ៏ល្អពេកហើយរបស់ទ្រង់ប៉ុន្តែគាត់ខំទប់សំណោចតើឲ្យគាត់នឹងអាចបង្កើតគ្រួសារមួយបានយ៉ាងដូចម្ដេចទៅវាមិនអាចទៅរួចទេគាត់ថែមទាំងមិនមានកូនផងតើធ្វើដូចម្ដេចឲ្យគាត់អាចមានចៅបានទៅគាត់ក៏ជូតទឹកភ្នែកទោះជាយ៉ាងណាក៏ដោយវាក៏ហួសពេលទៅហើយសម្រាប់គាត់ដែលនឹងមានកូននោះពីព្រោះគាត់អាយុ99ឆ្នាំហើយតើព្រះជាម្ចាស់ចង់មានន័យយ៉ាងដូចម្ដេចទៅព្រះជាម្ចាស់មានបន្ទូលទៅលោកអាប់រ៉ាហាំថាចូលជឿយើងចុះរួចទ្រង់បានប្រាប់លោកអាប់រ៉ាហាំពីផែនការសង្គ្រោះរបស់ទ្រង់ថាអូអាប់រ៉ាហាំអើយយើងនឹងធ្វើឲ្យគ្រួសារឯងចម្រើនឡើងជាច្រើនហើយទ្រង់ក៏បានសន្យានឹងគាត់ថារហូតដល់ថ្ងៃមួយគ្រួសារឯងនឹងមានចំនួនច្រើនជាងផ្កាយនៅលើមេឃនេះទៅទៀតលោកអាប់រ៉ាហាំបានងើយមើលទៅលើមេឃនៅពេលយប់ងងឹតនោះគាត់ឃើញមានផ្កាយរះពាសពេញមេឃព្រះជាម្ចាស់បន្តមានបន្ទូលទៀតថាឯងនឹងក្លាយជាគ្រួសារមួយដ៏សំខាន់របស់យើងជារាជយើងគឺតាមរយៈឯងនោះគ្រប់គ្នានៅលើផែនដីនឹងទទួលបានពរពីយើងនេះជាសេចក្តីសន្យាមួយដែលមិនគួរឲ្យជឿសោះព្រះជាម្ចាស់នឹងជួយសង្គ្រោះមនុស្សលោកនៅផែនដីនេះតាមរយៈគ្រួសារលោកអាប់រ៉ាហាំចៅលាម្នាក់របស់គាត់ដែលព្រះជាម្ចាស់បានសន្យាថានឹងប្រទានមកធ្វើជាព្រះអង្គសង្គ្រោះនោះគឺជាការដ៏អស្ចារ្យខ្លាំងណាស់លោកអាប់រ៉ាហាំសួរទ្រង់ថាតើនេះជាការពិតមែនឬព្រះជាម្ចាស់មានបន្ទូលសួរលោកអាប់រ៉ាហាំថាចំពោះយើងតើមានអ្វីដែលអស្ចារ្យខ្លាំងពេកហើយក៏ពិបាកធ្វើដូច្នេះលោកអាប់រ៉ាហាំបានទុកចិត្តលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាងលើអ្វីដែលភ្នែករបស់គាត់អាចមើលឃើញទៅទៀតហើយគាត់ក៏បានជឿនៅពេលដែលនាងសារ៉ាជាប្រពន្ធរបស់គាត់បានឮពីសេចក្តីសន្យារបស់ព្រះជាម្ចាស់នាងក៏លួចសោចនៅក្នុងចិត្តប៉ុន្តែនាងមិនបានសោចដោយព្រោះត្រេកអរនោះទេតែសោចដោយមានទុក្ខសោកនាងចង់មានកូនមួយយ៉ាងខ្លាំងតើអាចទេឲ្យក្តីស្រមៃរបស់នាងក្លាយជាការពិតទោះបើនាងមានអាយុ90ឆ្នាំហើយតើឲ្យនាងមានកូនយ៉ាងដូចម្ដេចទៅទេមិនអាចទៅរួចបានទេវាហួសពេលទៅហើយនាងសារ៉ាពុំបានជឿថាព្រះជាម្ចាស់អាចធ្វើការនេះដោយដែលទ្រង់បានសន្យានោះទេនាងបានភ្លេចថាអ្វីក៏ដោយដែលព្រះជាម្ចាស់បានមានបន្ទូលនោះគឺដូចជាបានសម្រេចរួចទៅហើយប្រកបណាស់គឺជាការងាយបំផុតសម្រាប់ព្រះជាម្ចាស់ដែលទ្រង់នឹងប្រទានឲ្យនាងបានកូនប្រុសមួយគឺដូចជាទ្រង់បានបង្កើតផ្កាយទាំងអស់នៅលើមេឃដែរពិតមែន9 ខែក្រោយមកដូចជាព្រះជាម្ចាស់បានសន្យានាងសារ៉ាសម្រាប់បានកូនប្រុសមួយពួកគាត់បានដាក់ឈ្មោះកូននោះថាអ៊ីសាក់ដែលឈ្មោះនេះមានន័យថាកូននៃសំណោចព្រោះនាងសារ៉ាបានសោចក៏ប៉ុន្តែម្ដងនេះនាងបានសោចដោយមានអំណរវិញនាងសប្បាយចិត្តក្តីស្រមៃរបស់នាងបានក្លាយជាការពិតមែនព្រះជាម្ចាស់បានធ្វើដោយដែលទ្រង់បានសន្យាទ្រង់តែងតែជួយថែរក្សាដល់គ្រួសារលោកអាប់រ៉ាហាំដែលជាមនុស្សពិសេសរបស់ទ្រង់ហើយនៅថ្ងៃមួយព្រះអង្គនឹងប្រទានទារកមួយទៀតដូចជាទ្រង់បានសន្យាដល់ស្ត្រីម្នាក់ដែលពុំមានប្តីសោះប៉ុន្តែទារកនោះនឹងនាំមកនូវសេចក្តីសុខសប្បាយដល់ផែនដីទាំងមូលទារកមួយនេះគឺជាទារកនៃក្តីស្រមៃរបស់មនុស្សគ្រប់រូបនោះនឹងបានក្លាយជាការពិត